Rương niên về tê hệ cả từng vơ đại ca khang crowd khva ca bị char na thưa ai ấp aun cây chmua ban lư một thà nực nông krong sa vật thầy miễn cái hấp ta ni mình nè chia sợi trai nè miễn độc đom chmua niên về tê hệ cả trên nè slot bồn che lùm ọt lùm aun nâng miễn chạy ra sực cột sực cùng xòm rôm lọ cất đất sạp đó bị rùa bỏ niên có rừng tư loan lư sọt sai thả niên về tê hệ cả chia sợi trai slot bồn che lùm ọt lùm aun nâng miễn chạy ra sực cùng lọ ai niên về tê hệ cả nô miễn tia xây mình nè chmua niên cả lầy chia sợi trai ở viên với mình chưa chỗประกอบកិច្ចការងារសពយ៉ាងបានយ៉ាងល្អត្រឹមត្រូវតែថ្ងៃមួយនាងចង់លបងមើលស្ត្រីជាម្ចាស់របស់ខ្លួនដោយឧបាយអាក្រក់ថាតើស្ត្រីជាម្ចាស់របស់អញមានសេចក្តីក្រោធខាងក្នុងស្ងប់រងាប់ហើយឬនៅសពថ្ងៃនេះគាត់គ្រាន់តែបញ្ចេញអាការៈខាងក្រៅគ្រាន់តែឲ្យគេឃើញល្អមើលទេដឹងនាងក៏ធ្វើដេកឲ្យយូរក្រោកឡើងនៅថ្ងៃរះច្បាស់តែម្ដងនាងវេទេហេកាបានឃើញដូច្នោះហើយនាងក៏បានសួរថាណែនាងកាល័យថ្ងៃនេះម្ដេចក៏នាងដេកយូរម្ល៉េះឬមួយនាងមិនស្រួលខ្លួននាងកាល័យក៏បានប្រាប់ថាបពុទ្ធស្ត្រីជាម្ចាស់ខ្ញុំគ្មានកាត់អីទេឯនាងវេទេហេកាគ្រាន់តែឮពាក្យនោះក៏ខឹងច្រឡោតតោតតូងធ្វើមុខក្រញើចងចិញ្ចើមខ្ជួញដោយក្រួយសើចដាក់ភ្លាមហើយក៏ជេរផ្ដាសាថាណែមេទាសីលាមុខចង្រៃអប្រៃបើហងមិនឈឺទេម្ដេចក៏ហងដេកយូរម្ល៉េះនាងកាលីបានដឹងថានាងជាម្ចាស់ខឹងដូច្នោះហើយស្អែកឡើងក៏ធ្វើដេករឹតទៅថ្ងៃរះជាងនោះទៅទៀតដោយបំណងថាកម្លាំងសេចក្តីក្រោធនោះនឹងមានសន្ទុះប៉ុណ្ណាទៅទៀតនៅថ្ងៃទី2នាងវេទេហេកាឃើញដូច្នោះរឿងរឹតតែខឹងលើសដើម2ទៅ3ភាគទៅទៀតដោយសេចក្តីក្រោធលើសលន់ពន់ប្រមាណបានបងស្មារតីមកបាំងចិញ្ចៀងបិទក៏ទ្រាំមិនបាននាងវេទេហេកាក៏ស្ទុះយកបន្ទះទ្វារមកសំពងក្បាលនាងទាសីលន់លឺភងក្បាលរបស់នាងកាលីក៏ត្រូវបែកឈាមហូររហាមនាងកាលីដឹងច្បាស់ថាក្បាលបែកឈាមហូរដល់បំពង់កដូច្នោះហើយក៏ប្រាប់ស្ត្រីជាសម្លេងរបស់ខ្លួនឲ្យរត់ចេញក្រៅហើយស្រែកឃោសនាដោយសម្លេងគឹកកងថាអស់លោកទាំងឡាយសូមលោកជួយពិនិត្យមើលអំពើរបស់ស្ត្រីអ្នកស្លូតបូតអ្នកចេះលំអត់លំអោនអ្នកមានចរិយាមាយាទសមរម្យស្រគត់ស្រគំល្អនេះចុះញាតិញោមពុទ្ធបរិស័ទបងប្អូនកូនក្មួយជាសប្បុរសទាំងឡាយក៏ទៅស័ព្ទអាក្រក់ឬល្បីលឿនហួសឯកិត្តិស័ព្ទល្អមិនងាយសាងឡើងចាប់ពីពេលនោះមកគេឈ្មោះរបស់នាងវេទេហេកាក៏បានល្បីលាន់ឮថានាងវេទេហេកាជាស្ត្រីកាចអាក្រក់នាងវេទេហេកាជាស្ត្រីមិនចេះលំអត់លំអោននាងវេទេហេកាជាស្ត្រីមិនមានចរិយាមាយាទស្រគត់ស្រគំនាងវេទេហេកាជាស្ត្រីខូខើកំណាយក៏ព្រោះតែអំពើដោយការខឹងក្រោធខ្វះការពិចារណាមិនមានសេចក្តីអត់ធន់សូមអនុមោទនា